សូមគោរពអាចារ្យសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលនៅក្នុងថ្នាក់ភាសាអង់គ្លេសបាទថ្ងៃនេះខ្ញុំមានមេរៀនមួយតាក់ទងជាមួយនឹង lesson A បាទនៅក្នុង unit 11បាទតាក់ទងជាមួយនឹង personal change បាទ personal change ហើយថ្ងៃនេះក៏យើងរៀនអំពី vocabulary personal goals បាទ personal goals គោលដៅផ្សេងគោលដៅមួយចំនួនរបស់បុគ្គលណាម្នាក់អីចឹងទៅបាទអញ្ចឹង personal change មានន័យថាការផ្លាស់ប្ដូររបស់បុគ្គលហើយ personal goal គឺជាការផ្លាស់ប្ដូរសំដៅគឺជាគោលដៅរបស់បុគ្គលមានន័យថាយើងផ្លាស់ប្ដូរទៅល្អអាក្រក់យើងដាក់ទៅល្អចូលវិញអញ្ចឹងដែរអូខេអញ្ចឹងទី1បាទនេះមិនមែនពាក្យណាអ្នកនរគ្នា vocabulary ក៏ប៉ុន្តែប៉ុន្តែវាជាប្រយោគវាជា clear អញ្ចឹងដែរជា phrasal តែតើយើងមើលទី1 get a credit card បាទ get a credit card តើប្រហែលអ្នកស្គាល់ credit card បាទល្អណាស់អញ្ចឹង credit card គឺជាកាតឥណទាននៅក្នុងធនាគារណាមួយដែលគេទុកលុយនៅក្នុងកាតហ្នឹងវាស្ថិតនៅក្នុងប្រព័ន្ធ system របស់គេណាដូចថាអ្នកគ្រូម្នាក់ឈ្មោះធីតាអីទៅគាត់បាញ់លុយចូលមក account គណនីរបស់ខ្ញុំអញ្ចឹងខ្ញុំអាចយក credit card ហ្នឹងយកទៅប្រើប្រាស់បាទទិញជាសម្ភារៈក្មេងសិក្សាអញ្ចឹងទៅណា credit card យើងអាចឆូតនៅក្នុង supermarket មួយចំនួនតើអញ្ចឹងគឺទទួលបានការឥណទានមួយផ្សេងអញ្ចឹងទៅអូខេ number 2 join a gym បាទ join a gym មានន័យថាចូលរួមកន្លែងហាត់ប្រាណមួយបាទចូលរួមកន្លែងហាត់ប្រាណដូចជារូបរាងខ្ញុំអញ្ចឹងយើងជាប្រុសឬក៏ស្រីក៏ដោយយើងដើម្បីយើងមិនកាយសម្បទារឹងមាំយើងត្រូវ join a gym មានន័យថាទៅហាត់ប្រាណចូលហាត់ប្រាណយកសាច់ដុំយកអីចឹងទៅណាអូខេ and number 3 learn an instrument បាទពាក្យថា instrument មានន័យថាឧបករណ៍ដូរតន្ត្រីអីចឹងទៅបាទ learn an instrument មានន័យថារៀនលេងដូរតន្ត្រីណាមួយបាទឬក៏រៀនឧបករណ៍ណាមួយតែមួយទេបើយើងរៀនអំពី and តែមួយតំណាងឲ្យវាជា article ណាចឹងដូចជាខ្មែរយើងគេហៅថា traditional instrument ណាខ្មែរ traditional instrument អីចឹងទៅចឹងមានដូចជាស្គរធំស្គរសំភោរនាតឯករនាតធំអីចឹងទៅមានប៉ីមានអីចឹងណាអូខេចឹងវាជាឧបករណ៍ដូរតន្ត្រីខ្មែរចឹងខ្ញុំទៅរៀនណាបាទជាគោលដៅរបស់ខ្ញុំណាអូខេ and number 4 lose weight បាទចឹង lose វាគឺជា verb 1យ៉ាងច្រឡំ lose ណាអ្នកនរនេះ lose នេះគឺជា verb 2បាទ lost CST មួយ lose weight អក្សរ the end sound weight គឺអក្សរ T ណា t weight អូខេបាទអញ្ចឹង lose weight មានន័យថាស្រកទម្ងន់បាទ number 5 make more friends បាទអញ្ចឹងមានន័យថាបង្កើតមិត្តបន្ថែមទៀតអញ្ចឹងទៅបាទឥឡូវតែយើងទៅណាទៅណីអញ្ចឹងយើងគួរទៅ gymnastic បាទទៅធ្វើលំហាត់ប្រាណអញ្ចឹងយើងស្គាល់នោះបងហើយជួយបង្ហាត់ខ្ញុំឡើងនេះគេធ្វើមិនអញ្ចឹងទៅបងសុំលេខ Telegram មួយនេះគឺជាការ make more friend យើងទៅបែបសន្តិភាពត្រឡប់មកវិញក៏បែបសន្តិភាពយើងមានមិត្តល្អអញ្ចឹងទៅអូខេ make more friend ព្រោះជាធម្មតាព្រះអង្គឲ្យយើងផ្សាយដំណឹងល្អយើងទៅស្គាល់គេឲ្យបានច្រើនយើងប្រាប់ពីដំណឹងល្អរបស់ព្រះអង្គផងផ្សព្វផ្សាយតែបន្ទូលផងយើងស្គាល់គេផងណាល្អអូខេ and number 6 pass a test មានន័យថាឆ្លងកាត់ការសាកល្បងអ្វីមួយឬក៏យើងទៅកន្លែងណាមួយចង់ទៅរៀននោះសាលានឹងល្អយើងទៅប្រឡងសិនអូខេចឹងអានឹងគេហៅថាដំណាក់កាលទី1គឺ pass a test អ្នកឯងជាប់អីចឹងអ្នកឯងអាចទៅរៀនបានដូចខ្ញុំចឹងpass a test យើងចង់ធ្វើមន្ត្រីប៉ូលីសយើងទៅប្រឡងនៅសាលាអញ្ចឹងទៅអូខេ number 7 sell money បាទ sell money គឺជាគោលដៅរបស់មនុស្សម្នាក់ចឹងមនុស្សម្នាក់ត្រូវ sell money ហ្នឹងគេ sell លុយដើម្បីទុកទិញអីទៅធំបាទពីផ្ទះទៅងាយចឹងទៅ number 8 start a new hobby មានន័យថាយើងចាប់ផ្ដើមចំណង់ចំណូលចិត្តថ្មីជួយគិតមើលតែខ្លួនឯងចូលចិត្តធ្វើអីស្ទូចត្រីចូលចិត្ត camping យើងត្រូវធ្វើឲ្យខ្លួនឯងរីករាយជាមួយនឹងវាបាទចូលចិត្តបង្កើតធ្វើអីដែលថ្មីកុំធ្វើអីដដែលដូចជាគូរៀនគូរូបបាទឬក៏ទៅរៀនច្រៀងបាទរៀនសរសើរព្រះរៀនលេងឧបករណ៍អីផ្សេងដើម្បីយកទៅសរសើរដង្កើអីចឹងទៅអូខេតោះ number 9 បាទ work harder បាទ work harder កន្លែងនេះគឺធ្វើការឲ្យកាន់តែខ្លាំងឡើងធ្វើការឲ្យប្រសើរឡើងអញ្ចឹងទៅខិតខំបាទខិតខំធ្វើនេះធ្វើនោះវាយកុំព្យូទ័រអញ្ចឹងទៅបរៀននេះបរៀននោះអញ្ចឹងទៅអូខេ number 10 the last one study harder ចឹងកាលណាដែលយើងរៀនបកែយើងក៏បានធ្វើការក៏ជាខ្លះជាអ្នកបកែដែរបាទអញ្ចឹងរៀនកាន់តែពូកែ study harder តោះ
chân dương mưa cái lại nhất hay dương mưa rụt thiệp vào thì chớ mình rụt thiệp đồng nàng họ ban bật tiết để sao ta đài thiên túi chân dương riêng 8 technology là bà chết thì chơi còn một cái tí môi tia và can you guess bà nên cái chia can ân là tiền bà là cái pra được không là 3 tháng được không bị buôn phèn của mỗi năm môn và cái chuẩn cứ cái là sa pra can được nền tảng can được tua bị bạc hai cái đói chai bia cái đói tại lớn cái thị trấn cái chai lên nè cái chai thì tôi lấy tam tam bé nghe chẳng đây mình cứ number one get a credit card number two cho những chiến bản chất khơi miên đấy miên ca này hạt lục hạt pra lượng sẽ đông rốt lùm tệ như thế number three learn and instrument mà mình lên school này như thế tiền piano guitar ok thì 4 lose weight thì còn sọt ngôn nào đấy thì 5 cứ make more friend bằng cái mật thiệp ở bàn tra tìm vào môi pass the test mình này còn thử bàn A plus tiện nè lọ mền tên number 7 cứ sell money cái này khơi hụt chủ cái xong lùi ok number 8 cứ start a new hobby cho những trong thứ A thì chịu fishing play game drawing như chân tay play guitar rồi có những read the story same nè những stamps mày mấy cái chia working hard và study hard rồi kia nè để nhiều thiệp ô thơ ca là miền Nhật bên tè ok bảng này riêng nào tập cho những ai vô clear được không teacher giờ được make the sentence của bạn cho những miền sentence tí gì example hay là lúc ai vô vocabulary bảo dương chỉ personal goal to make the sentences làm bấy ở teacher 10 phòng cái này nào nhé ai thôi vì bạn ok tí mũi I get a credit card from ABA Bank cho mình đâyค่ะtrong ban của tôi card ân là tiền đồng tí và một tí từ nghĩa kia ABA number 2 he sells money to buy a new phone con ban xong xong lôi với con mẹ bán đấy xong tụng mẹ thạc không con xong lôi đồng bay từ tính tôi được sắp mấy buổi chứ như cái chi example vào để chớ rùa thầy này nó đi ai vô việc tiền đọc đi rồi có clear tiền đọc đi từ mấy the sentence out the church ai chụp clear xong và đặt cái đó xong pre của tiền cổ